រដ្ឋមន្ត្រីការបរទេសថៃលោកសីហសភុងកេតកៅបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាននៅថ្ងៃអង្គារនេះថាប្រទេសថៃបានតែងតាំងអ្នកច្បាប់ចំនួន2នាក់សម្រាប់ដំណើរការដោះស្រាយចំនួនព្រំដែនសមុទ្រដ៏ចម្រូងចម្រាសជាមួយកម្ពុជាអ្នកជំនាញច្បាប់ទាំងពីរនាក់នោះគឺលោក Rudiger Wolfram ជនជាតិអាល្លឺម៉ង់និងលោក Albert Hoffman អ្នកជំនាញច្បាប់ផ្នែកសមុទ្រអាហ្វ្រិកខាងត្បូងដែលឡែកកម្ពុជាបានតែងតាំងអាយុធមប្រាក់សុខុនរដ្ឋមន្ត្រីក្រសួងការបរទេសជាភ្នាក់ងាររបស់ខ្លួនសម្រាប់ដំណើរការរួមជាមួយនឹងអ្នកការទូតដាណឺម៉ាកលោក Peter Taksøe Jensen និងអ្នកជំនាញជនជាតិបារាំង Jean-Marc Thuvenin គឺជាអ្នកសម្របសម្រួលឯកឧត្តមច័ន្ទរតនាអ្នកនាំពាក្យស្ដីទីក្រសួងការបរទេសកម្ពុជាបានប្រាប់បណ្ដាញព័ត៌មាន AMS នៅថ្ងៃអង្គារនេះថាកម្ពុជាមិនទាន់ទទួលបានលិខិតជូនដំណឹងជាផ្លូវការពីរដ្ឋាភិបាលថៃនៅឡើយទេឯកឧត្តមច័ន្ទរតនាបញ្ជាក់ថាក្រោយពីតែងតាំងរួចអ្នកផ្សះផ្សានៃប្រទេសទាំងពីរនឹងត្រូវជួបគ្នាដើម្បីជ្រើសរើសតំណាងច្បាប់ម្នាក់ផ្សេងទៀតជាប្រធានមុនពេលចាប់ផ្ដើមដំណើរការយន្តការផ្សះផ្សាដែលបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្ដីអំពីនីតិសមុទ្រ UNCLOS បើតាមអ្នកជំនាញផ្នែកច្បាប់កម្ពុជានីតិវិធីយន្តការផ្សះផ្សាដែលបង្ខំនេះអាចនឹងប្រើប្រាស់រយៈពេល1ឆ្នាំទៅ2ឆ្នាំឬអាចយូរជាងនេះរដ្ឋមន្ត្រីក្រសួងការបរទេសនិងឯកឧត្តមប្រាក់សុខុនបានលើកឡើងថាយន្តការ UNCLOS នឹងអាចជួយដោះស្រាយចំនួនព្រំដែនសមុទ្ររវាងកម្ពុជានិងថៃដោយនឹងករណីទី1គឺវិវាទដែនសមុទ្ររវាងប្រទេសទីម៉ូខាងកើតនិងប្រទេសអូស្ត្រាលីដែលចំនួនបានអូសបន្លាយរយៈពេលជិត10ឆ្នាំកម្ពុជាបានចាប់ផ្ដើមដំណើរការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញានៃអង្គការសហប្រជាជាតិស្ដីអំពីនីតិសមុទ្រ UNCLOS កាលពីថ្ងៃទី2ខែមិថុនាឆ្នាំ2026បន្ទាប់ពីប្រទេសថៃបានលុបចោលកិច្ចព្រមព្រៀងដែនសមុទ្រឆ្នាំ2001កាលពីថ្ងៃទី5ខែឧសភាដែលបានផ្ដល់នូវក្របខ័ណ្ឌសម្រាប់ការចរចាលើតំបន់ចំនួនដែនសមុទ្រត្រួតស៊ីគ្នាតំបន់ត្រួតស៊ីគ្នានេះមានទំហំ 26,000 គីឡូម៉ែត្រការ៉េដែលត្រូវបានគេប៉ាន់ប្រមាណថាមានឧស្ម័នធម្មជាតិ 12,000 លានហ្វីតគូបនិងប្រេងយ៉ាងសន្ធឹកសន្ធាប់ដែលមានតម្លៃប្រហែលជា 300,000 លានដុល្លារមុនចំនួនសង្គ្រាមនៅតាមតំបន់ព្រំដែនដែលគេដឹងថាបង្កឡើងដោយប្រទេសថៃប្រទេសទាំងពីរធ្លាប់បានឯកភាពគ្នានិងបើកការចរចាស្វែងរកការវិនិយោគរួមគ្នាលើតំបន់សមុទ្រត្រួតស៊ីគ្នានេះក៏ប៉ុន្តែមិនជោគជ័យដោយសារតែមានចលនាប្រឆាំងអំពីក្រមអ្នកជាតិនិយមថៃ